សួស្តីអ្នកទាំងអស់គ្នាបងដែលចូលចិត្តចិញ្ចឹមនៅពពួកប៉ាប៉ារីពពួកប៉ាប៉ារីកាត់ប្រផេះឬក៏ពពួកទីឃីងថ្ងៃនេះយើងជជែកគ្នាលេងទីទៅនឹងការចិញ្ចឹមណាតាមបទពិសោធន៍នឹងការចិញ្ចឹមគឺគីឡូរបស់ពួកវាមិនខុសពីគ្នាប្រហែលទេសម្រាប់ប៉ាប៉ារីហើយតទៅនឹងប៉ាប៉ារីនេះគឺទទួលស្គាល់ថាវាធំតែក៏មិនធំជាងឃីងប្រហែលដែរគីឡូវាប្រហែលគ្នាទេហើយសូម្បីតាពពួកមេក៏មិនចាញ់គ្នាដែរហើយបើសិនជាយើងនិយាយប្រៀបធៀបទៅនឹងការលូតលាស់គឺទទួលស្គាល់ថាទីប៉ាប៉ារីឬក៏ទីឃីងនេះវាការលូតលាស់វាលឿនជាងពពួកទីស្រែពុទ្ធសាសទីស្រែពួកវាហ្សែនវាកាត់គ្នាទៅវិញទៅមកវាកាន់តែតូចទៅហើយតែបើពពួកឃីងនេះពូជរបស់វាគឺធំល្អការលូតលាស់លឿនអញ្ចឹងការចំណាយទៅលើវាក៏ក្រៃគ្រាន់ដែរជាទូទៅទីដែលអាចលក់ចំណេញនៅក្នុងចន្លោះចាប់ពីអាយុ2ខែកន្លះទៅ3ខែកន្លះលក់ចេញអានឹងដឹងតែចំណេញហើយទោះបីជាបាន90 95ឬក៏10000ក៏ចំណេញដែរតែគាត់ថាការចំណេញវាមានលក្ខណៈខុសគ្នាតិចតួចអញ្ចឹងណាអូខេវីដេអូនេះអត់មានអីច្រើនទេមានតែប៉ុណ្្នេះឯងអរគុណជម្រាបលា